បាទសួស្តីកូនៗទាំងគ្នាអញ្ចឹងថ្ងៃនេះដើម្បីជាការឆ្លើយតបដែលកូនៗទាំងគ្នាតែងតែសួរណាសួរមកកាន់លោកគ្រូទាក់ទងនឹងតែងទីក្តីការសំណេររបាយការណ៍ស្ដីពីអំណាចរឿងរបស់អ្នកស្ដាប់ជាពិសេសគឺត្រង់លំហាត់ខឬព្រាហ្មណ៍នឹងស្កាទំព័រទី32ហើយយើងដកស្រង់ចេញពីសៀវភៅភាសាខ្មែរថ្នាក់ទី6ណាបាទអញ្ចឹងកូនតែងតែសួរមកគ្រូជាបន្តអញ្ចឹងដើម្បីជាការឆ្លើយតបដល់បងប្អូនទាំងគ្នាអញ្ចឹងគ្រូសូមលើកយកលំហាត់ខទំព័រទី32នោះមកបង្ហាញបងប្អូនទាំងគ្នាបាទដើម្បីជាគំនិតខ្លះណាគំនិតខ្លះដល់បងប្អូនសម្រាប់ការសិក្សាស្វែងយល់ទាក់ទងនឹងមេរៀននេះបាទអញ្ចឹងដើម្បីកុំឲ្យខាតពេលលោកគ្រូសូមនាំបងប្អូនទាំងគ្នាទៅសិក្សាគម្រោងតែងនៃការរបៀបសរសេរតែងសេចក្តីស្ដីពីអំណាចរឿងនេះទាំងអស់គ្នាណាបាទអញ្ចឹងនៅក្នុងប្រធាននេះគឺយើងគម្រោងវាគឺទី1យើងប្រាប់ពីពេលវេលាណាអញ្ចឹងពេលវេលាគឺឧទាហរណ៍ថានៅថ្ងៃសៅរ៍នៅថ្ងៃអាទិត្យល្ងាចថ្ងៃសៅរ៍អញ្ចឹងទៅបាទឬក៏ថ្ងៃទីប្រហែលអញ្ចឹងទៅកូនប្រាប់កាលបច្ចៈគេច្បាស់លាស់ក៏បានដែរបាទអញ្ចឹងទីកន្លែងនៅដូចកន្លែងនេះលោកដាក់នៅលើកញ្ចុះក្រោយផ្ទះណាលើកញ្ចុះក្រោយផ្ទះឬក៏កន្លែងណានិយាយរួមកន្លែងណាដែលយើងអាចអង្គុយលំហែបានណាបាទក្រោយពីការសិក្សារបស់យើងអញ្ចឹងអាចដាក់នៅបន្ទប់សៀវភៅឬក៏បន្ទប់ទទួលភ្ញៀវបាទអញ្ចឹងតាមគំនិតបងប្អូនណាដែលពេញចិត្តណាបាទបន្ទាប់ពីនោះមកគឺយើងប្រាប់ពីមូលហេតុនៃការអានរឿងហ្នឹងបាទហេតុអីបានជាយើងយករឿងហ្នឹងយកមកអានបាទអញ្ចឹងឧទាហរណ៍លោកគ្រូដាក់កន្លែងនេះគឺដើម្បីបង្កើតបរិយាកាសរីករាយឬក៏បំបត្តិការអផ្សុកឬក៏ពង្រឹងការអានរបស់យើងអញ្ចឹងទៅបាទហើយយើងកូនអស់គ្នាត្រូវប្រាប់គេថាតើនរណាដែលស្ដាប់ការអានរបស់យើងនឹងចូលរួមស្ដាប់ការអាននឹងបាទអញ្ចឹងមានអូនមានម៉ាក់ប៉ាមានលោកតាលោកយាយឬក៏បងប្រុសបងស្រីអីយើងអញ្ចឹងទៅបាទបន្ទាប់ពីទឹកដីផ្ដើមមកគឺជើងចូលទូទឹកដីទូទឹកដីគឺទី1គឺបងអូនត្រូវមានឃ្លាភ្ជាប់មួយណាឃ្លាភ្ជាប់មួយបាទអញ្ចឹងឃ្លាភ្ជាប់ហ្នឹងគឺគេដាក់ថាតើឧទាហរណ៍បើយើងផ្សេងរឿងព្រាហ្មណ៍ការយើងផ្សេងមករឿងព្រាហ្មណ៍នឹងស្កាមានដំណើររឿងដូចតទៅណាអញ្ចឹងបងអូនមិនអាចដាក់ថាកណ្ដាចូលទូទឹកដីមានដំណើរថាមានស្កាមួយអីអាហ្នឹងវាដូចស្គងណាអញ្ចឹងកូនប្រើឃ្លាភ្ជាប់តិចមកដើម្បីឲ្យយើងមើលទៅការសេរបស់យើងនឹងវាតាមលំដាប់ណាបាទបន្ទាប់ពីកូនប្រាប់ឃ្លាភ្ជាប់អញ្ចឹងហើយកូនខែបរឿងនឹងមកបាទទៅខែបរឿងព្រាហ្មណ៍ស្កាហ្នឹងមកបាទខែរឿងព្រាហ្មណ៍ស្កាហ្នឹងមកឧទាហរណ៍មានដំណើរថាមានព្រាហ្មណ៍ពីអ្នកប្តីប្រពន្ធអញ្ចឹងទៅរហូតទៅដល់រួចផុតពីគ្រោះថ្នាក់បាទរួចផុតពីគ្រោះថ្នាក់នេះកន្លែងនេះគឺមានន័យថាកូនរបស់ព្រាហ្មណ៍និងកូនរបស់ព្រាហ្មណ៍ហ្នឹងគឺរួចផុតពីគ្រោះថ្នាក់បាទបន្ទាប់ពីប្អូនបង្ហាញពីសង្ខេបរឿងនឹងចប់អញ្ចឹងយើងប្រាប់ពីមូលហេតុដែលយើងជ្រើសរើសរឿងនឹងមកហេតុអីបានជាយើងជ្រើសរើសរឿងនឹងយកមកអានឲ្យប្អូនឬក៏ឲ្យម៉ាក់ឬឲ្យប៉ាឬក៏ឲ្យលោកតាលោកយាយយើងស្ដាប់អញ្ចឹងយើងប្រាប់មូលហេតុទេណាអញ្ចឹងមូលហេតុនេះតាមការយកឃើញរបស់ប្អូនបាទណាអញ្ចឹងរឿងនេះឧទាហរណ៍ថារឿងលោកពូនេះគាត់ថារឿងនេះចេះលើកទឹកចិត្តដល់អ្នកក្រអវាបាទឲ្យចង់ឲ្យចេះលើកទឹកចិត្តដល់អ្នកក្រអវាណាបាទដូចព្រាហ្មណ៍គាត់បានលើកទឹកចិត្តដល់ស្កាហ្នឹងគឺដូចជាអ្នកដែលនៅក្រអវារបស់គាត់ចឹងព្រោះគាត់ចិញ្ចឹមណាគាត់ចិញ្ចឹមណាបាទអញ្ចឹងគាត់លើកទឹកចិត្តដល់អ្នកក្រអវាគាត់អត់បាទបើពេលកូន
សិក្សារឿងហ្នឹងយល់ហើយណាបាទហើយឲ្យចេះគិតវែងឆ្ងាយអញ្ចឹងព្រាមចេះគិតវែងឆ្ងាយបាទគ្រាន់តែគាត់មកពីធ្វើមកពីក្រៅវិញមកឃើញមាត់ឆ្កាដាក់សាច់ឈាមគាត់ទាញដបងមកដាក់ឆ្កាភូសទៅស្លាប់បាត់ណាមែនទេអញ្ចឹងគាត់ចេះគិតវែងឆ្ងាយអញ្ចឹងគាត់អត់បានវិភាគឲ្យបានវែងឆ្ងាយហ្នឹងគាត់ដាក់ភូសស្លាប់បាត់ឆ្កាបាទអញ្ចឹងបន្ទាប់មកកូនបង្ហាញគេទៀតណាបង្ហាញគេទៀតផ្នែកដែលគួរចាប់អារម្មណ៍នៃរឿងហ្នឹងអញ្ចឹងរឿងព្រាមនិងស្កាហ្នឹងកន្លែងណាដែលកូនចាប់អារម្មណ៍ជាងគេបាទដូចជាស្កាក្លាហានណាបើលោកដាក់កន្លែងដូចឧទាហរណ៍ថាស្កាក្លាហានមកត្រង់ណាការពារផលប្រយោជន៍ចាស់ណាការពារក្មេងដែលគាត់មិនមានកម្លាំងណាទប់ទល់នឹងសត្រូវណាអញ្ចឹងស្កាសម្ចិត្តលះបង់ទាំងកម្លាំងកាយកម្លាំងចិត្តទាំងជីវិតណាដើម្បីការពារក្មេងនៃការពារក្មេងពេញទូនីតិបាទតមកទៀតមកគឺយើងពណ៌នាណាពណ៌នាពីប្រតិកម្មរបស់អ្នកស្ដាប់ប្រតិកម្មរបស់អ្នកស្ដាប់នោះគឺឧទាហរណ៍ថាបើអូនអានឲ្យអូនកូនស្ដាប់ចឹងកូនពិនិត្យមើលតើពេលដែលកូនអានទៅអារម្មណ៍គាត់ចិត្តគាត់ពេលដែលយើងអានរឿងហ្នឹងទៅពេលដល់ឧទាហរណ៍ថាព្រាមវាយឆ្កាហ្នឹងទៅទឹកចិត្តគាត់មិនអ្នកស្ដាប់យើងនោះណាពេលស្កាប្រយុទ្ធជាមួយពស់ហ្នឹងតើអារម្មណ៍គាត់មិនពេលហ្នឹងបាទអញ្ចឹងឧទាហរណ៍លោកដាក់កន្លែងនេះគាត់ពេញចិត្តនឹងតួអង្គស្កាអបតួអង្គព្រាមឬក៏ពស់អញ្ចឹងទៅណាបាទហ្នឹងប្រតិកម្មហ្នឹងហើយគាត់ខឹងទេមុខគាត់ហ្នឹងមិនដែរពេលតួអង្គហ្នឹងកន្លែងហ្នឹងគាត់នេះហ្នឹងប្រតិកម្មសើចឬក៏យំឬក៏ទឹកមុខស្ងោតស្ងាត់ណាអញ្ចឹងអារម្មណ៍ហ្នឹងប្រតិកម្មរបស់អ្នកស្ដាប់ណាបាទបន្ទាប់ពីប្អូនពណ៌នាពីប្រតិកម្មរបស់អ្នកស្ដាប់ហើយវាតម្លៃអំណានហ្នឹងគឺការអានរបស់ប្អូនបាទដូចយើងអានបានល្អទេមានដាក់ដប់អត់ទេសំឡេងយើងលឺទេច្បាស់ទេបាទតាំងពីដើមរហូតដល់ចប់ហ្នឹងបាទឬក៏អានញាប់ស្អេករលអ្នកស្ដាប់មិនតាន់ណាបាទតបមកគឺចំណុចខ្វះខាតមានទេចំណុចខ្វះខាតណាមិនតាន់ចេះលើកដាក់សំឡេងនេះឬឲ្យត្រូវតាមមនោចេតនារបស់តួអង្គណាវាជាត្រូវកន្លែងកំសត់វាទៅវិសើអញ្ចឹងទៅអាហ្នឹងវាខុសហ្នឹងបាទពេលដែលកំសត់យើងដូចវាអានឮខ្លាំងអញ្ចឹងទៅគឺឆក់អញ្ចឹងទៅអាហ្នឹងបង្ហាញពីចំណុចខ្វះខាតអំណាចរបស់យើងហ្នឹងបាទបន្ទាប់ពីយើងប្រាប់ចំណុចទាំងអស់ហ្នឹងហើយគឺបញ្ចូលដល់សេចក្តីបញ្ចប់ចូលដល់សេចក្តីបញ្ចប់គឺបងអូនត្រូវវាយតម្លៃរឿងមកថាពេលយូរលោកគ្រូនាំកូនអស់គ្នាទៅសិក្សាធានគំរូបាទអញ្ចឹងធានគំរូនេះនេះគឺជាសេចក្តីផ្ដើមណាសេចក្តីផ្ដើមបាទឧទាហរណ៍ថាព្រឹកថ្ងៃសៅរ៍នេះទី15ខែវិច្ឆិកាឆ្នាំ2025អញ្ចឹងអានេះគឺជាពេលវេលាណាពេលវេលាព្រឹកថ្ងៃសៅរ៍ទី15ខែវិច្ឆិកាឆ្នាំ2025នេះជាពេលវេលាបាទខ្ញុំបានយករឿងមួយមកអានឲ្យបងប្អូនស្ដាប់បាទនៅលើរានហាលក្រោមដើមស្វាយខាងមុខផ្ទះរបស់ខ្ញុំរឿងនេះនៅក្នុងសៀវភៅភាសាខ្មែរថ្នាក់ទី6ដែលមានចំណងជើងថារឿងព្រាមនិងស្ការឿងព្រាមនិងស្កាអញ្ចឹងយើងអានរឿងនឹងដើម្បីអីដើម្បីបំបត្តិការអប់សុខនិងដើម្បីឲ្យការអានរបស់ខ្ញុំនឹងកាន់តែប្រសើរកាន់តែប្រសើរណាបាទអញ្ចឹងមានន័យថាគាត់យើងសេសេចក្តីផ្ដើមមិនហ្នឹងមកបន្ទាប់មកយើងចូលទូសេចក្តីគឺបងអូនប្រើឃ្លាភ្ជាប់នេះមករឿងព្រាមនិងស្កាមានដំណើររឿងដូចតទៅបាទបន្ទាប់មកយើងសង្ខេបរឿងណានេះលោកគ្រូសង្ខេបរឿងហ្នឹងរឿងហ្នឹងយើងសង្ខេបណាបើយើងសេតម្រៃយ៉ាងវែងយ៉ាងណាំងណាអញ្ចឹងមានដំណើរថាមានព្រាមនិង
មានព្រាមនឹងប្រពន្ធបានចេញទៅក្រៅអញ្ចឹងព្រាមនឹងប្រពន្ធនឹងគាត់ចេញទៅក្រៅបន្តមកក៏ទុកកូនតូចឲ្យនៅជាមួយស្កាមើលថែបាទអញ្ចឹងស្កាកូនខ្លះស្គាល់ស្កាគឺជាសត្វមួយប្រភេទនេះសត្វដូចកណ្ដុរអញ្ចឹងមុខវាដូចកណ្ដុរសត្វកណ្ដុរអញ្ចឹងណាបាទហើយព្រាមនេះមិនមែនព្រាមអ្នកខ្លះគាត់យកច្រឡំថាព្រាមបាញ់សត្វមែនណាព្រាមនេះអ្នកបួសក្នុងព្រហ្មញ្ញសាសនាហៅព្រាមណាបាទនៅនេះគេឆ្លៀកសពាក់សដូចអាចារ្យអញ្ចឹងណាបាទអញ្ចឹងកុំព្រាមហ្នឹងគឺមនុស្សពីអ្នកដីប៉ុនដល់ពេលស្កាហ្នឹងគឺជាសត្វហ្នឹងស្តៀងនឹងកណ្ដុរមុខវាតែវាធំជាងកណ្ដុរហើយវាចូលចិត្តប្រយុទ្ធមួយពោះសត្វហើយហ្នឹងបាទឲ្យស្កាមើលថែអញ្ចឹងមានន័យថាព្រាមហ្នឹងគាត់ចាំស្កាបាទគាត់មានកូនតូចមួយបាទអញ្ចឹងពេលនោះមានពស់វែកមួយលូនមកចិត្តកូននោះបាទអញ្ចឹងស្កាឃើញពស់ក៏ស្ទុះទៅខាំពស់នោះដាច់ជា2 3កំណាត់បាទពេលព្រាមត្រឡប់មកវិញស្កាក៏រត់ទៅននាលក្បែរជើងគាត់ដោយសេចក្តីត្រេកអរបាទអញ្ចឹងគាត់ពេលម្ចាស់មកវិញមានដឹងថាមានរឿងអីកើតឡើងគឺដឹងថាម្ចាស់មកដឹងថាម្ចាស់មានវ័នមានអីឲ្យអញ្ចឹងទៅននាលទៅត្រេកអរអញ្ចឹងព្រាមឃើញស្កាមានមុខមាត់ដៃជើងប្រឡាក់ឈាមព្រាមគិតស្មានថាស្កាខំកូនខ្លួនក៏ស្ទុះយកដំបងវាយសំពងស្កាងាប់ព្រាមហើយនេះណាបាទអញ្ចឹងយកអាហ្នឹងគឺជាសេចក្តីសង្ខេបរឿងនេះពីនេះមកដល់ហើយអញ្ចឹងយើងសង្ខេបរឿងអញ្ចឹងចំណុចដែលយើងត្រូវសង្ខេបរឿងបន្ទាប់ពីយើងសង្ខេបរឿងហើយកូនអរគ្នាបាទលោកអានសេចក្តីសង្ខេបរឿងតទៅទៀតមកអញ្ចឹងក្រោយមកពេលព្រាមឃើញកូនសុខសប្បាយគាត់នឹកស្ដាយស្កាដែលជួយការពារកូនគាត់ឲ្យរួចផុតពីគ្រោះថ្នាក់បាទអញ្ចឹងពេលរឿងហ្នឹងពេលដែលគាត់វាយស្កាស្លាប់ហើយគាត់ចូលទៅមើលកូនណាចូលទៅមើលកូនឃើញខ្លួនគាត់ដូចលងលូតធម្មតាហើយកន្លែងក្បែរកូនគេងគឺមានពស់ដាច់ជា2 3កំណាត់ទៅនៅតែអូតាមពិតស្កានេះឈាមដោយសារខំពស់ការពារកូននៅក្បែរអញដែរអញ្ចឹងបាននឹកស្ដាយស្កាណាបាទអញ្ចឹងអ្វីវាហួសហើយព្រោះវាស្លាប់បាត់ហើយបាទអញ្ចឹងបន្ទាប់ពីយើងសង្ខេបរឿងហើយយើងពណ៌នាពីចំណាប់អារម្មណ៍ណាផ្នែកដែលយើងចាប់អារម្មណ៍ក្នុងរឿងហ្នឹងអញ្ចឹងលោកគ្រូដាក់ចេះផ្នែកដែលគួរឲ្យចាប់អារម្មណ៍ជាងគេពីរឿងព្រាមនិងស្កាគឺបង្ហាញពីបាទភាពស្មោះត្រង់របស់អ្នកក្រោមបង្គាប់អ្នកភាពស្មោះត្រង់គឺស្កាហ្នឹងឃើញទេគាត់សុខចិត្តលះបង់ជីវិតការពារកូនឲ្យម្ចាស់បាទបង្ហាញពីការធ្វើប្រហែសរបស់មេដឹកនាំគឺណាគេគឺព្រាមហ្នឹងហើយបាទព្រាមហ្នឹងហើយគឺគាត់ធ្វើប្រហែសបាទមើលរំលងពីគុណតម្លៃរបស់អ្នកក្រោមបង្គាប់គឺស្កាហ្នឹងហើយគាត់ខំលះបង់ជីវិតដើម្បីការពារកូនឲ្យគាត់មើលរំលងអត់មានសួរនាំអត់មានរកហេតុផលអីទេបាទដាក់ពិន័យដោយមិនសួររកហេតុផលឃើញទេនោះវាស្លាប់បាត់អត់សួររកហេតុផលទេក៏អត់ចារណាបាទអញ្ចឹងបកលដូចព្រាមហ្នឹងបើមិនជាមនុស្សយើងវិញគ្រោះថ្នាក់ណាបាទគ្រោះថ្នាក់អត់មានកូនចៅណានៅជាមួយបានទេចោលប្រកាន់មានរកហេតុផលបាទយ៉ាងដែលគេនៅខ្លួនឯងមើលនៅជាមួយខ្លួនឯងការពារគ្រួសារខ្លួនឯងឲ្យក្តីស្មោះត្រង់តែគាត់អត់ឲ្យតម្លៃបាទអញ្ចឹងពេលខ្ញុំឥឡូវយើងចូលដល់ចប់ហ្នឹងកន្លែងនេះយើងវាយតម្លៃរឿងណាចំណុចដែលយើងចាប់អារម្មណ៍នៃរឿងដល់ពីចំណុចដែលយើងចាប់អារម្មណ៍នៃរឿងអញ្ចឹងយើងបង្ហាញពីប្រតិកម្មបាទប្រតិកម្មរបស់មានម្ដង
ចឹងពេលខ្ញុំកំពុងអានដល់ត្រង់ចំណុចការស្ទុះទៅប្រយុទ្ធជាមួយពស់អូនខ្ញុំនេះឃើញទេនេះប្រតិកម្មរបស់អ្នកស្ដាប់អូនខ្ញុំមានអារម្មណ៍ភ័យព្រោះខ្លាចស្កាប្រយុទ្ធចាញ់ពស់ក៏បើស្កាប្រយុទ្ធចាញ់ពស់កូននឹងគ្រូអីកូនហ្នឹងអត់គ្រូហើយអានេះយើងស្មានណាបើស្កាប្រយុទ្ធចាញ់ពស់កូននឹងហ្នឹងស្លាប់ហើយមិនអាចពស់នឹងមិនអាចទៅកូននឹងបានទេបាទហើយខ្លាចពស់សម្រាប់កូនតូចឃើញទេអញ្ចឹងបាទតែដល់ចំណុចស្កាកំចាត់ពស់បានប្អូនខ្ញុំមានអារម្មណ៍ធូរស្បើយអូស្កាឈ្នះហើយអញ្ចឹងយើងអ្នកនេះថាតួអង្គអាក្រក់ចាញ់តួអង្គល្អឈ្នះគឺដឹងថាសុបាយហ្នឹងមែនទេរីករាយហ្នឹងមែនទេបាទមានអារម្មណ៍ធូរស្បើយណាហើយពួកគេទះដៃអបអរសាទរការពីផងស្ដាប់ដល់ទៅលឺហើយការឈ្នះហើយតួអង្គល្អឈ្នះហើយភាវៈល្អឈ្នះហើយយើងបាយចិត្តហើយមើលតាមដានមើលកូនមើលរឿងអីក៏ចឹងដែរមែនទេថាតួអង្គល្អឈ្នះហើយតួអង្គឯងឈ្នះហើយយើងបាយមុខញឹមបាទតែក្រោយមកស្ថានភាពក៏ផ្ទុយស្រឡះទៅវិញនេះប្រតិកម្មទៀតហើយយើងពណ៌នាប្រតិកម្មរបស់អ្នកស្ដាប់ណាបងប្អូនរបស់យើងដែលគាត់ស្ដាប់យើងអានហ្នឹងផ្ទុយទៅវិញគឺដល់ត្រង់ព្រាមយកដល់មកដល់បែរជាព្រាមយកដំបងសំពងការធ្វើឲ្យកូនខ្ញុំនឹកពោះចិត្តឃើញទេខំសម្លាប់ពស់បានហើយការពារកូនគាត់បានហើយណាដល់ពេលព្រាមមកដល់ទាញដបងមកដាក់ស្កាភូហួសចិត្តទេអញ្ចឹងយើងហួសចិត្តមែនទេកូនបាទហួសចិត្តបាទហើយមានអីមានតែអាណត្តិហ្នឹងឯងព្រោះយើងនៅក្រៅឆាកហ្នឹងយើងមាននៅក្នុងឆាកណាព្រោះយើងនៅក្នុងជាមួយយើងជួយប្រាប់អូព្រាមអើយព្រាមកុំសម្លាប់ស្កាការទូខាងពូតើហើយយើងប្រាប់គាត់មិនលឺបើគាត់នៅក្នុងសាច់រឿងតែគ្នាគាត់ពីរនាក់ហ្នឹងយើងនៅក្រៅហ្នឹងមែនទេអញ្ចឹងស្កាត្រូវបានព្រាមសម្លាប់ហើយយើងអត់ថាការខំការពារម្ចាស់ការពារកូនឲ្យម្ចាស់ប៉ុណ្្នឹងហើយបែរជាម្ចាស់មិនឲ្យរង្វាន់ដែរតែរង្វាន់មកដបស្លាប់បាត់ហ្នឹងណាបាទអញ្ចឹងអានេះគឺជាប្រតិកម្មរបស់អ្នកស្ដាប់មែនទេបាទប្រតិកម្មរបស់អ្នកស្ដាប់បាទបន្ទាប់ពីយើងពណ៌នាពីប្រតិកម្មរបស់អ្នកស្ដាប់ហើយយើងពណ៌នាពីការអានរបស់យើងអំណាចរបស់យើងអំណាចរបស់បងប្អូនអ្នកស្រីមិនយើងមិនលោកគ្រូទេណាជាងការអានយើងនឹងមិនដែរលើពេលអានហ្នឹងគឺយើងអានបាទអញ្ចឹងការអានអំណាចរបស់ខ្ញុំហ្នឹងគឺលើកនេះឃើញថាល្អប្រសើរជាងលើកមុនព្រោះមានន័យថាយើងធ្លាប់អានរឿងច្រើនហើយតែអានលើកនេះយើងអានបាទចេះលើកដាក់សំឡេងចេះអីចឹងទៅណាបាទសំឡេងច្បាស់បាទព្រោះយើងចេះលើកដាក់សំឡេងតាមសញ្ញានេះសញ្ញានោះដូចសញ្ញាឧទានសញ្ញាអីចឹងទៅណាបាទពេលសញ្ញាឧទានយើងអានមិនពេលគេដកភ្លេងយើងអានមិនចឹងទៅថាកូនលោកគ្រូធ្លាប់ប្រាប់បង្ហាញកូនហើយបាទអានល្អជាពិសេសគឺអានមិនរដាក់រដុបឃើញទេនេះកន្លែងហ្នឹងសំខាន់ណាស់យើងអានមិនរដាក់រដុបបាទហើយចំណុចដែលគួរកែលម្អហ្នឹងគឺខ្ញុំមិនតន់ចេះដាក់មនោសញ្ចេតនាគឺនៅពេលយើងអានហ្នឹងអត់តន់ចេះដាក់មនោសញ្ចេតនារបស់គូអង្គណាបាទឲ្យសមស្របតាមដំណើររឿងតោះនេះក៏បាទយើងអត់ចេះដាក់មនោសញ្ចេតនាឲ្យសមស្របតាមដំណើររឿងទេបាទអញ្ចឹងពេលដែលយើងពណ៌នាពីការអានរបស់យើងហើយគឺយើងដល់សេចក្តីបញ្ចប់ណាសេចក្តីបញ្ចប់គឺយើងវាយតម្លៃរឿងព្រាហ្មណ៍នឹងការហ្នឹងមកបាទតើរឿងព្រាហ្មណ៍នឹងការហ្នឹងជារឿងដូចម៉េចអញ្ចឹងរឿងព្រាហ្មណ៍នឹងការពិតជាមានអត្ថន័យអប់រំអបអរណាស់ព្រោះរឿងនេះបានបង្ហាញឲ្យយើងនៅឲ្យមានភាពស្មោះត្រង់ណាទឹកចិត្តអបប្រពៃរបស់ការចំពោះម្ចាស់ណានឹងការពារក្មេងដែលនៅតន់ខ្សោយនេះកូនព្រាហ្មណ៍ហ្នឹងគាត់តន់ខ្សោយមែនទេគាត់អត់មានចេះតដែរយើងអីទេអញ្ចឹងគំរូមនុស្សធំហ្នឹងនិយាយថាការពារ
ណាពីការយាយីធ្វើបាបពីសំណាក់អ្នកមានអំណាចគឺពូហើយនឹងបើសិនជាការមិនការពារទេឡាបាត់ហើយបាទកុំឲ្យយើងឆេវឆាវណាកុំឲ្យឆេវឆាវដូចព្រាមអញ្ចឹងមែនទេកូនរឿងហ្នឹងគេអប់រំយើងឲ្យឆេវឆាវទេពីមុននឹងធ្វើអីមួយដាក់អស់ឬក៏ចោតប្រកាន់នរណាម្នាក់ណាចោតប្រកាន់នរណាម្នាក់ហ្នឹងគឺយើងត្រូវពិចារណារកហេតុផលពីមុនសិនបាទរកអង្គហេតុដូចតុលាការអញ្ចឹងរឿងហ្នឹងគេអប់រំយើងដូចតុលាការអញ្ចឹងមុននឹងកាត់ក្តីមុននឹងដាក់ទោសនរណាម្នាក់គឺត្រូវតែវិភាគរកហេតុផលរកអង្គហេតុណាសាកសីច្បាស់លាស់សិនមុននឹងចោទថាឲ្យណាចាញ់ណាស្នេះបាទអញ្ចឹងលោកមានប៉ុណ្ណឹងទេរឿងនេះអញ្ចឹងរៀងវែងតិចហើយអញ្ចឹងសង្ឃឹមថាបងប្អូនអរគ្នានឹងយល់នឹងអាចសរសេរបានអរគុណច្រើនជំរាបលា